អ្នកដឹងទេថាគ្រឿងញៀនមិនមែនមានតែម៉ាតកកនោះទេមានគ្រឿងញៀនច្រើនប្រភេទផ្សេងទៀតដែលប៉ះពាល់ដល់ខួរក្បាលនិងបំផ្លាញជីវិតរបស់យើងមកស្វែងយល់អំពីគ្រឿងញៀន4ប្រភេទធំៗដំបូងស្វែងយល់ពីគ្រឿងញៀនគឺជាសារធាតុដែលអាចចម្រាញ់ពីធម្មជាតិឬក៏គេសំយោគផលិតចេញមកដែលវាចូលក្នុងខ្លួនរបស់យើងវានឹងផ្លាស់ប្ដូរទៅដល់ដំណើរការរបស់ខួរក្បាលនិងរាងកាយគ្រឿងញៀនខ្លះប្រើជាថ្នាំសម្រាប់ព្យាបាលជំងឺប៉ុន្តែការប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាឬក៏ការប្រើប្រាស់ខុសច្បាប់អាចបង្កឲ្យការញៀននិងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរក្រុមទី1គឺក្រុមសារធាតុរំញោចគឺធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍មានថាមពលខ្លាំងនិយាយច្រើនមិនងងុយគេងឧទាហរណ៍ដូចជាម៉ាតកកកូកាអ៊ីនឬក៏ MDMA ការប្រើប្រាស់អាចឲ្យយើងញៀនខ្លាំងអាចបណ្ដាលឲ្យមានជំងឺផ្លូវចិត្តឬក៏អាចឲ្យអ្នកជំងឺយើងសង្ស័យជ្រុលគិតថាគេចង់ធ្វើបាបគាត់ជាដើមទី2គឺកញ្ឆាធ្វើអាចឲ្យយើងធ្វើផ្លាស់ប្ដូរអារម្មណ៍របស់យើងឲ្យយើងខ្សោយការចងចាំនិងការគិតរបស់យើងយឺតមនុស្សខ្លះប្រើទៅមានអារម្មណ៍សុបាយប៉ុន្តែមនុស្សខ្លះអាចឲ្យកើតជាការថប់អារម្មណ៍ឬក៏អាចវិវត្តទៅជាជំងឺវិកលចរិតប្រសិនបើគាត់មានកត្តា genetic ឬក៏ឧទាហរណ៍ក្រុមគ្រួសារគាត់កើតនៅពេលដែលគាត់ប្រើកញ្ឆាអាចមានហានិភ័យឲ្យកើតជំងឺវិកលចរិតផងដែរមួយក្រុមទៀតហៅថា hallucinogen សារធាតុនេះធ្វើឲ្យអ្នកប្រើប្រាស់អាចការទទួលញៀនគាត់ខុសគាត់អាចមើលឃើញឬក៏ឮសំឡេងអីខុសពីការពិតនឹងហើយអ្នកប្រើប្រាស់នៅពេលដែលគាត់វង្វេងគាត់អាចពិបាកក្នុងការគ្រប់គ្រងខ្លួនឯងហើយអាចប្រឈមមុខនឹងគ្រោះថ្នាក់ឧទាហរណ៍គាត់អាចគ្រោះថ្នាក់ចរាចរណ៍ជាដើមមួយទៀតគឺក្រុម opioid ឧទាហរណ៍ដូចជា heroin អាភៀនឬក៏ថ្នាំពេទ្យហៅ fentanyl ក្រុមថ្នាំនេះសម្រាប់បំបត្តិការឈឺចាប់ប៉ុន្តែមានហានិភ័យខ្ពស់ក្នុងការធ្វើឲ្យញៀនហើយការប្រើប្រាស់គ្រឿងញៀននេះកម្រិតខ្ពស់អាចឲ្យគាត់ស្ទះរោគដង្ហើមនិងហើយអាចប្រឈមមុខដល់ស្លាប់ផងដែរសូមចងចាំថាមិនមែនថ្នាំទាំងអស់សុទ្ធតែជាគ្រឿងញៀនខុសច្បាប់ទេប៉ុន្តែការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬក៏ប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាអាចបណ្ដាលឲ្យញៀនបណ្ដាលឲ្យមានជំងឺផ្លូវចិត្តឬក៏ប៉ះពាល់ដល់ខ្លួនឯងឬក៏រហូតដល់អាយុជីវិតផងដែរប្រសិនបើអ្នកឬក៏មានសមាជិកគ្រួសារមានបញ្ហាជំងឺគ្រឿងញៀនសូមស្វែងរកជំនួយជាមួយគ្រូពេទ្យជំនាញសូមអរគុណ